កាលពីព្រេងនាយមានចចកត្រោកធំងើយដល់ខែលំហើយវាដល់រកត្រពាំងបឹងបួដែលរីងទឹកដើម្បីចាប់ត្រីស៊ីលុះទៅដល់ត្រពាំងមួយរីងទឹកអស់នៅតែប្រឡងមួយឃើញសុទ្ធតែភក់មានត្រីកំពឹងបង្កងក្តាមជាច្រើនណាស់ចចកឃើញហើយមានចិត្តត្រេកអររីករាយគិតថាថ្ងៃនេះអញមានលៀបធំណាស់ជាលៀបចម្លែកជាងសពថ្ងៃឯកំពឹកមានប្រាជ្ញាឮចចកថាដូច្នេះហើយក៏និយាយលួងលោកចចកថាយើងទាំងអស់គ្នាសុទ្ធតែជាចំណីបងចចកឯងទាំងអស់ហើយប៉ុន្តែយើងប្រឡាក់ភក់ណាស់បងឯងស៊ីយើងទាំងភក់ដូច្នេះមិនឆ្ងាញ់ពិសាទេចចកឆ្លើយថាធ្វើដូចម្ដេចនឹងឆ្ងាញ់ពិសាកំពឹសឆ្លើយថាត្រូវបងចចកឯងយកយើងទៅលាងទឹកឲ្យជ្រះស្អាតហើយសឹមស៊ីនោះទើបឆ្ងាញ់ពិសាចចកថាធ្វើដូចម្ដេចនឹងយកទៅលាងទឹកបានបើច្រើនដល់ម្លេះកំពឹសថាបងចចកកំព្រួយចិត្តខ្ញុំធានាគិតឲ្យបងបានស្រួលប៉ុន្តែត្រូវបងឯងតាមខ្ញុំចចកឆ្លើយឡើងថាបងឯងធ្វើដូចម្ដេចក៏ខ្ញុំតាមទាំងអស់បើដូច្នេះចូលបងឯងចុះមកដេកននាខ្លងភក់នេះហើយយើងទាំងអស់គ្នានឹងបានតោងខំរោមបងឯងនាំយើងទៅរកស្ទឹងបឹងបួឯណាមានទឹកថ្លាច្រើនបងឯងលាងយើងឲ្យស្អាតហើយសឹមបងឯងស៊ីឲ្យឆ្ងាញ់ពិសាតាមចិត្តចុះឯចចកជាសត្វល្មប់ហើយល្ងងក៏ធ្វើតាមពាក្យកំពឹសនឹងត្រីបបួលគ្នាតោងរោមចចកទៅលុះទៅដល់បឹងមួយធំវែងមានទឹកថ្លាល្អចចកដើរចុះទៅក្នុងទឹកអស់ត្រីនឹងកំពឹសលោតទៅក្នុងទឹកបឹងប្រាប់ថាបងចចកឯងទៅជញ្ជូនមកឲ្យអស់សិនសឹមមកស៊ីឲ្យឆ្អែតតែម្ដងយើងនៅចាំបងនៅទីនេះចចកក៏ទៅជញ្ជូនត្រីនឹងកំពឹសមកលុះត្រាតែអស់ពីត្រពាំងនោះពួកត្រីកំពឹសក្តាមខ្ចងដឹងថាចចកជញ្ជូនអស់ហើយនាំគ្នាមុជក្នុងទឹកជ្រៅបាត់អស់ឯចចកដឹងថាកំពឹសបាញ់ឆោតដូច្នេះហើយខឹងណាស់ដើរទៅបបួលអស់សត្វធំតូចដំរីរមាសខ្លាគឺភាសាសត្វទាំងពស់ថ្លាន់ពស់ធំពស់តូចទាំងសត្វហើគ្មានសេះសល់ដល់ទឹកបបួលគ្នាមកបាចទឹកបឹងនោះឲ្យរីងនឹងបានចាប់ត្រីក្នុងបឹងនោះស៊ីឲ្យអស់បានឲ្យពស់ថ្លាន់ធ្វើជាទំនប់ទឹកអស់សត្វឯទៀតក៏បបួលគ្នាបាចសត្វក្នុងបឹងដឹងថាចចកបបួលគ្នាបាចទឹកឲ្យរីងទាំងបឹងភ័យណាស់ក៏គិតគ្នាថាយើងធ្វើម្ដេចនឹងបានឲ្យអស់សត្វទាំងនោះលែងបាច់ទឹកកាលនោះត្រីក្រាញ់ឆ្លើយថាខ្ញុំឮគេនិយាយថាបងសុភាទុនសាយជាអ្នកមានប្រាជ្ញាចេះដោះទុកមនុស្សសត្វផងជាច្រើនណាស់បើដូច្នេះខ្ញុំនឹងទៅពឹងបងសុភាទុនសាយឲ្យមកជួយដោះទុកអស់យឺនពួកត្រីគិតគ្នាហើយក៏ប្រើត្រីក្រាញ់ឲ្យទៅអញ្ជើញសុភាទុនសាយត្រីក្រាញ់ប្រឹងនុននាវទៅលុះដល់ថ្ងៃក្រៀមស្រកាអស់ដល់យប់សុភាទុនសាយចេញមករកស៊ីបានឃើញត្រីក្រាញ់នុននាវដូច្នេះក៏សួរថាបងត្រីក្រាញ់ទៅណាត្រីក្រាញ់ឃើញសុភាទុនសាយហើយមានចិត្តត្រេកអរណាស់និយាយអង្វរថាបងសុភាទុនសាយអាណិតខ្ញុំត្បិតត្រីទាំងអស់ក្នុងបឹងគេប្រើខ្ញុំឲ្យមកអញ្ជើញបងសុភាទៅត្បិតឮទាំងមនុស្សនិយាយថាបងជាអ្នកមានប្រាជ្ញាចេះដោះទុកមនុស្សសត្វផងជាច្រើនណាស់បើដូច្នេះបងសុភាទុនសាយអាណិតជួយដោះទុកអស់បងប្អូនខ្ញុំឲ្យរួចពីភ័យម្ដងនេះបឹងបានល្បីគេឈ្មោះតទៅអស់យើងនឹងតបគុណបងសុភាទុនសាយឯងយើងមិនភ្លេចគុណដរាបដល់អស់ជីវិតឯទុនសាយឮត្រីក្រាញ់និយាយអង្វរដូច្នេះក៏ឆ្លើយថាបងត្រីក្រាញ់ទៅមុនចោះទៅប្រាប់បងប្អូនគុំឲ្យភ័យចាំឲ្យជួយដោះឲ្យរួចកុំបារម្ភឡើយត្រីក្រាញ់ក៏ត្រឡប់ទៅវិញឯទុនសាយលុះព្រឹកប្រហាមឡើងទៅមាត់បឹងឃើញអស់សត្វកំពុងតែបាចទឹកក៏យកសឹកឈើដែលដង្កូវស៊ីឆ្លុះមកធ្វើជាសម្បុត្រហើយស្រែកហៅសត្វអស់សត្វទាំងនោះថាណែបងប្អូនទាំងអស់គ្នាចាំស្ដាប់ខ្ញុំត្បិតព្រះឥន្ទឲ្យខ្ញុំនាំសម្បុត្រមកប្រាប់គ្រប់គ្នាថាព្រះឥន្ទលោកនឹងមកកាច់ជើងទ្រំប្រមុំជើងអកកាច់ក្បាលជើចកដកភ្លុកដំរីសអស់សត្វឮថាសម្បុត្រព្រះឥន្ទដូច្នេះភ័យណាស់ផ្អើតបោលជន់លើគ្នាដំរីក្របីរមាសរមាំងស្ទុះបោលតែជន់លើពស់ថ្លាំ
ជាទំនប់ដាច់ទួនជាពី3កំណាត់ថ្លៃទំនប់លិចទឹកស្លាប់អស់សត្វទាំងនោះក៏ទៅជាចំណីត្រីវិញតាំងពីថ្ងៃនោះមកអស់សត្វទាំងពួងកោតប្រាជ្ញាសុភាទុនសាយជាគ្រូអាចារ្យទាំងអស់គ្នា